បាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបានយកឡានមកចតនៅពលាននៅវេលាម៉ោង6:01នាទីហើយខ្ញុំមើលថាល្ងាចខ្ញុំត្រឡប់មកវិញគិតលុយមើលថាតើអស់ប្រហែលប្រហែលបាទតាមខ្ញុំដឹងដូចជា1ម៉ោងដូចជា4000កន្លះម៉ោង2000រៀលសម្រាប់ការចតនៅក្នុងពលានណាអញ្ចឹងខ្ញុំមើលល្ងាចបើសិនជាខ្ញុំមកវិញខ្ទង់ប្រហែលជាអាចម៉ោងយើងចេញអាចម៉ោង6ជាងវា12ម៉ោងជាងបាទវាអស់10ជាងដុល្លារដែរបាទចាំមើលតើល្ងាចអស់ប្រហែលបាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមកដល់ខ្មែរវិញហើយឥឡូវនេះម៉ោង6:30នាទី6:34នាទីបាទយើងចតតាំងពីម៉ោង6ព្រឹករហូតដល់ម៉ោង6យប់12ម៉ោងជាងបាទចាំមើលថាតើយើងអស់រយៈពេល12ម៉ោងជាងយើងចំណាយអស់ប្រហែលលុយបាទចាំមើលខ្ញុំឆែកមើលបងយើងបន្តិចហើយខ្ញុំមកប្រាប់បងប្អូនរបស់គ្នាវិញបាទខ្ញុំបានទូទាត់ហើយរយៈពេល12ម៉ោងកន្លះហ្នឹងហើយបាទតាំងពីម៉ោង1នាទីរហូតដល់ម៉ោង6:34នាទីហ្នឹងអស់54000បាទរយៈពេល12ម៉ោងកន្លះអស់54000តើតម្លៃនេះបងប្អូនគិតថាសមរម្យដែរទេហើយសម្រាប់យើងនឹងទៅពលានថ្មីតើបងប្អូនគិតថាតើតម្លៃអាចនឹងថ្លៃជាងនេះឬក៏ធូរថ្លៃជាងនេះហើយបងប្អូនចង់ឲ្យតម្លៃនៅដដែលឬក៏ចង់ឲ្យតម្លៃថ្លៃឬក៏ធូរថ្លៃសូមបងប្អូនជួយខមមិនម្នាក់មួយផងបាទអរគុណ